ជំរាបសួរបងប្អូនតើធ្លាប់ធ្វើបង្អែមដំឡូងឈើញ៉ាំអត់កាលពីក្មេងខ្ញុំចូលចិត្តផ្អែមនេះខ្លាំងមែនតើហើយម៉ាក់ខ្ញុំក៏អាសាធ្វើឲ្យញ៉ាំហើយផ្អែមហ្នឹងនិយាយទៅឆ្ងាញ់ណាប៉ុន្តែធ្វើបិទថាផ្អែមហ្នឹងឆ្ងាញ់មែនតែយើងអាចហូបញឹកញាប់បានទេដោយសារតែបង្អែមហ្នឹងយើងដាក់ស្ករហើយដំឡូងហ្នឹងគឺជាតិម្សៅអញ្ចឹងរបស់អីដែលជាតិម្សៅហ្នឹងយើងញ៉ាំច្រើនអត់សូវល្អទេចឹងញ៉ាំមុំទៅយូរញ៉ាំម្ដងទៅណាកន្លែងខ្លះគេហៅដំឡូងឈើកន្លែងខ្លះហៅដំឡូងកកន្លែងខ្លះហៅដំឡូងមីចឹងសម្រាប់ថាដំឡូងហ្នឹងគេហៅដំឡូងអីឲ្យប្រកបសម្រាប់ដំឡូងដែលអាចយកមកធ្វើបង្អែមឆ្ងាញ់ហ្នឹងគឺមានតែដំឡូងដែលមានសបកស្ដើងហើយពណ៌ក្រហមនេះទេហើយដំឡូងពីរបីប្រភេទទៀតហ្នឹងគឺបានតែដាំលក់ដាំធ្វើកសិកម្មលក់អញ្ចឹងណាតែបើធ្វើផ្អែមគឺមានតែដំឡូងនេះហើយដែលធ្វើឆ្ងាញ់ហ៎តែចង់ដឹងថានៅខាងបងប្អូនទាំងអស់គ្នាហ្នឹងគេហៅថាម៉េចវិធីធ្វើហ្នឹងគឺយើងយកទៅចិតសំបកឲ្យបានស្អាតហើយកាត់ជាដុំៗចេះដោយសារតែខ្ញុំយកវាមកទុករៀងយូរថ្ងៃដែរចឹងវារៀងអៅអស់ខ្លះហើយបន្ទាប់មកយើងទៅដាក់ដាំទឹកធ្វើបង្អែមណាដាក់លឹកតើយពី3ស្លឹកមកដើម្បីឲ្យមានក្លិនឈ្ងុយមើលទៅដូចយើងកំពុងស្លហើយដាក់គល់លឹកត្រីចឹងមែនអត់សូមអធិស្ឋានចំពោះសម្លេងរំខានណាទាំងអស់គ្នាដោយសារតែគេធ្វើអីនៅជុំវិញផ្ទះផ្សារដៃផ្សារអីចឹងណាទឹករបស់យើងចិត្តពុះហើយនេះពុះព្រិចចឹងណាចឹងខ្ញុំដាក់ដលងចូលហើយកុំភ្លេចដាក់អំបិលមកចាប់ផងនេះចំណែកនេះវិញគឺជាខ្ទិះដូងយើងដាក់ក្នុងទូត្រជាក់អស់ចឹងដកចេញមករៀងកកសម្រាប់ស្ករវិញគឺខ្ញុំប្រើស្ករត្នោតអត់ប្រើស្ករសទេណាហើយស្ករត្នោតហ្នឹងស្ករធម្មជាតិ original តែម្ដងចង់បានផ្អែមខ្លាំងផ្អែមតិចដាក់ទៅតាមចំណង់ចំណូលចិត្តរៀងខ្លួនណាតែដូចខ្ញុំប្រាប់អញ្ចឹងញ៉ាំផ្អែមធ្វើស្ថាឆ្ងាញ់មែនតែបើយើងញ៉ាំញឹកញាប់អត់ល្អទេចឹងដាក់ផ្អែមតិចក៏បានហើយយូរយើងញ៉ាំម្ដងទៅក៏បានដែរដើម្បីកុំឲ្យប៉ះពាល់សុខភាពចឹងណាបើចង់ដឹងថាដំឡូងនឹងផុយឬនៅយើងអាចយកសមឬក៏ចង្កឹះមកចាក់មើលបានហើយនៅពេលដែលដំឡូងនឹងផុយគឺយើងអាចដាក់ខ្ទិះដូងចូលបានហើយកាលពីពួកខ្ញុំនៅតូចៗចាម៉ាក់ខ្ញុំចូលចិត្តធ្វើផ្អែមនឹងឲ្យពួកខ្ញុំញ៉ាំមែនតែកាលហ្នឹងយើងអត់ដឹងទេអត់ដឹងថាញ៉ាំផ្អែមទៅធ្វើឲ្យឡើងអាស៊ីតណាយើងអត់ដឹងអញ្ចឹងកាលហ្នឹងឡើងអាស៊ីតក៏អត់ដឹងខ្លួនដែរយើងគិតថាញ៉ាំផ្អែមទៅមានកម្លាំងអញ្ចឹងណាប៉ុន្តែឥឡូវពេលដឹងអញ្ចឹងអត់សូវញ៉ាំទេយូរញ៉ាំម្ដងហើយកាលពីមុនហ្នឹងគ្រួសាររបស់ខ្ញុំដាំដំឡូងធ្វើកសិកម្មលក់ដាំដំឡូងច្រើនប៉ុន្តែបើជុំវិញរោងចកាវិញគឺដាំស្តាដំឡូងសបកក្រហមនេះដាំព័ទ្ធជុំវិញរោងចកាហ្មងបង្អែមមួយមុខនេះហើយយើងមើលទៅសាមញ្ញប៉ុន្តែឆ្ងាញ់មិនសាមញ្ញទេគឺឆ្ងាញ់ខ្លាំងតែម្ដងនឹងឯអ្នកទាំងអស់គ្នារបៀបធ្វើបង្អែមដំឡូងឈើរបស់យើងគឺមានតែប៉ុណ្្នឹងទេរួចរាល់ហើយអរគុណសម្រាប់ការមើលវីដេអូនេះពីដើមដល់ចប់ណាកុំភ្លេចសាកធ្វើញ៉ាំនៅផ្ទះធានាថាដឹងតែឆ្ងាញ់ហ្មងអញ្ចឹងឥឡូវនេះខ្ញុំសូមជម្រាបលាអ្នកទាំងអស់គ្នាសិនហើយចាំជួបគ្នានៅវីដេអូថ្មីជាបន្តទៀតណាអរគុណច្រើនជម្រាបលាបាយ